and guys បាទសូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Pola Antonet នៅទីនេះផងដែរយើងនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នាអំពីកង់ review កង់របៀបជួសជុលថែទាំហើយនឹងជិះកង់ជុំវិញស្រុកខ្មែរនៅក្នុងវីដេអូនេះដែរបងតូនឹងចែករំលែកបងប្អូនទាំងអស់គ្នាអំពីរបៀបដាក់ខ្សែ DIY មុខហើយការដាក់នេះជាសោតគឺសំដៅទៅលើកង់សេរីចារង្វង់26ឬក៏គ្រប់កង់ទាំងអស់ដែលមានដាក់ខ្សែជាក្តារប៉ុន្តែភាគច្រើនសម័យទំនើបកង់ល្អឬកង់បណ្ណាំងគឺគេមិនប្រើទៀតទេមិនប្រើដូចនេះទៀតទេគេភាគច្រើនបើមានគឺគេប្រើលក្ខណៈខ្សែស្រោបខ្សែមកជុំបដ ாய் ឬក៏ភាគច្រើនគឺគេប្រើជាប្រភេទ single speed បាទហើយវីដេអូនេះផងដែរគឺសម្រាប់បងប្អូនកូនក្មួយដែលចង់រៀនធ្វើដោយខ្លួនឯងដំបូងគឺ you have to cut this one properly and how to រៀនធ្វើដោយខ្លួនឯងដំបូងគឺយើងត្រូវកាត់ស្រោមខ្សែតម្រូវហើយនៅទីនេះគឺយើងវាស់ស្រោមខ្សែចេញពីដៃចុចចេញទៅកន្លែងមកកណាត់ដំបូងបាទហើយចំពោះខ្សែ DIY ប្រភេទនេះគឺវាងាយស្រួលថែទាំជួសជុលប៉ុន្តែវាក៏ងាយស្រួលក្នុងការច្រេះផងដែរឥឡូវយើងវាស់រួចហើយគឺយើងចាប់ផ្ដើមកាត់វាបាទកាត់នេះគឺល្អពេលដែលយើងមានកត្រៃឬអីដែលមុតដែលកាត់បាន and after this you have to remove ហើយបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមមួលដកសម្រូបសន្ទះលើដៃចុចបាទហើយដើម្បីជាការងាយស្រួលក្នុងការដាក់ install គឺយើងត្រូវតែចុចទម្លាក់វាទៅក្រោមអស់ទៅដើម្បីឲ្យវាមានការស្រួលក្នុងការដាក់បាទឥឡូវនេះយើងចាប់ផ្ដើមមួលចេញហើយនៅពេលដែលមួលហ្នឹងគឺយើងត្រូវប្រយ័ត្នផងដែរកុំធ្វើយកអារម្មណ៍កំហឹងដាក់ខ្លួនបាទត្រូវថ្នមត្រូវធ្វើ slow យឺតបាទព្រោះអីបើពេលខ្លះគឺយើងអាចធ្វើឲ្យវាច្រេះខូចស្នែខ្ចៅទៅដឹងតែថែមការលំបាកដល់យើងហើយបាទឥឡូវយើងដកចេញមកបាទមិនអាយហើយសត្វតាសបុកពេញពីងហើយនឹងធូលីបាទអញ្ចឹងគឺមានន័យថាខានដោះដូរយូរហើយឈប់ប្រើយូរហើយអញ្ចឹងហើយបានគាត់ដល់ពេលដែលខូចហ្នឹងគឺកាត់ដកចេញបាទឥឡូវនេះយើងជួយសម្អាតជូនគាត់ហើយយើងក៏ចាប់ផ្ដើមដាក់ចូលទៅហើយនៅពេលដែលដាក់ចូលគឺយើងធ្វើម៉េចឲ្យវាមើលទៅមានលក្ខណៈម៉ាឡាញរវាងដែលរុនដៃចុចទៅនឹងកន្លែងដៃភ្ជាប់បាទនេះបាទ the head of the cables over here and then you just put it in here in here រួចយើងធ្វើតេស្តវាតើវាមានដំណើរការល្អអត់បាទអញ្ចឹងអានេះគឺដើម្បីកុំឲ្យជៀសវាងនៅពេលដែលយើងធ្វើវារួចហើយដៃចុចនៅខូចអំបិលឥឡូវនេះយើងចាប់ដើមរុញវាដាក់ទៅក្នុងស្រោមខ្សែប៉ុន្តែវាជាការល្អដែលយើងដាក់ខ្លាញ់គោបន្តិចនៅពីលើប៉ុន្តែខ្លាញ់គោដែលយើងដាក់វានេះជាប្រភេទដែលខ្លាញ់គោប្រភេទស្រាលបាទកុំប្រើប្រភេទធ្ងន់ព្រោះវាអាចធ្វើឲ្យខ្សាច់ជាប់ជាមួយនឹងស្រោមខ្សែហើយនឹងខ្សែ DIY នឹងច្រើនបាទlong not ឥឡូវនេះយើងដល់កណាត់ទី2ដែលយើងភ្ជាប់ពីនេះទៅជាមួយនឹងរុនខាងក្រោមបាទហើយម្ដងទៀតគឺអានេះភាគច្រើនគឺសម្បូរតែកង់សេរីចាស់ទេកង់សេរីថ្មីគឺគ្មានអញ្ចឹងទេឥឡូវនេះយើងចាប់ដើមកាត់ហើយបាទអាហ្នឹងបើយើងសិនជាយើងដាក់វែងពេកវាធ្វើឲ្យខ្សែយើងរត់អត់ស្រួលអញ្ចឹងហើយបានជាយើងត្រូវវាស់កាត់មិនឲ្យល្មមឲ្យចុចឡើងចុះវាស្រួលបាទឥឡូវយើងដាក់ក្បាលស្រោមខ្សែបាទបាទឥឡូវនេះយើងចាប់ផ្ដើមភ្ជាប់វាទៅបាទហើយនៅពេលដែលភ្ជាប់ហ្នឹងគឺយើងត្រូវតាបធូអាខ្ចៅ adjustment screw ហ្នឹងអាខ្ចៅកំណត់វាហ្នឹងទាំងពីរហ្នឹងឲ្យវាធូរមកដើម្បីស្រួលយើងដាក់វាហើយបន្តមកយើង adjust វាម្ដងទៀតបាទឥឡូវនេះយើងបធូខ្ចៅជាងដាក់ខ្សែ DIY ចូលហើយយើងទៅវិញ ឥឡូវនេះយើងចាប់ផ្ដើម
ok chẳng bắt đầuយើងចាប់រួចហើយយើងត្រូវចាប់ដើមសាកវាយើងមើលទាំងលបឿននៃការឡើងចុះហើយមើលនឹងចង្វាក់ទៀតពីនេះក៏បានអូខេបន្ទាប់ពីយើងតេស្តវាសាកល្បង1 2 1 2 1 2ដែលយើងគិតថាវាអាចអូខេដំណើរការផ្នែកខាងលើហើយគឺយើងបិទក៏ដំណើរការផ្នែកខាងលើហើយគឺយើងបិទការ៉ូវាទៅវិញហើយយើងទៅមើលពីការឡើងចុះរបស់ DIA ហ្នឹងតើវាឡើងចុះបានឡើងចុះរបស់ DIA ហ្នឹងតើវាឡើងចុះបានហើយឬនៅបើវាឡើងចុះមិនទាន់បានស្រួលទេគឺយើងត្រូវ adjust វាម្ដងទៀតដោយ adjust ហ្នឹងគឺយើងប្រើតែ screw បានហើយព្រោះពេលខ្លះវាមានភាពស្ទើរវាមានភាពខ្លាំងឬក៏វាអាចធ្លាក់ចុះក្រោមជ្រុលធ្លាក់ឡើងលើជ្រុលគឺយើងត្រូវរៀបចំវាម្ដងទៀតដោយប្រើ adjust screw ហ្នឹងវាចង់ឡើងមកលេខធំយើងចុច delay តិចបានណា